វីដេអូនេះគឺ inspire មកពីវីដេអូរបស់បង Mega Mind ដោយសារអីខ្ញុំមើលវីដេអូគាត់ទៅខ្ញុំបាត់ភ័យហ្មងពេលប្រឡងបាត់ដប់អញ្ចឹងទៅខ្ញុំចែករំលែកដល់អ្នកទាំងអស់គ្នាដើម្បីឲ្យអ្នកទាំងអស់គ្នាមើលវីដេអូខ្ញុំហើយបាត់ភ័យដូចគ្នាខ្ញុំប្រឡងបាត់ដប់នៅថ្ងៃទី28សីហាឆ្នាំ2025ហើយខ្ញុំប្រឡងនៅមណ្ឌលអនុវិទ្យាល័យសម្រាប់តេជោហ៊ុនសែនគ្រូនិយាយទៅគឺសុបាយហ្មងឈៀលហ្មងដោយសារអីអ្នកថ្នាក់ខ្ញុំទៅប្រឡងនៅច្រើនក្នុងនាមជាសិស្សទី12ខ្ញុំក៏បានរៀនគួរគេដែរគឺរៀនកណិតខ្ញុំរៀនពីដើមឆ្នាំប៉ុន្តែសៅរ៍អាទិត្យវិញខ្ញុំមិនដែលរៀនធននិមិត្តរៀនអនុគមអីទេរត់ចោលគ្រូលោតបើមួយឆ្នាំហ្នឹងអនុគមខ្ញុំរៀនបាន3ដងធននិមិត្តខ្ញុំមិនដែលរៀនសោះហើយបើរៀនច័ន្ទដល់សុក្រវិញខ្ញុំរៀនរត់ជីវៈវិញខ្ញុំរៀនដើមឆ្នាំខ្ញុំរៀនច្រើនដែរអានេះខ្ញុំធ្វើបានប្រហែលអាចចូលដល់90លំហាត់ Nice មេរៀនខ្ញុំទិញបានតែ2មេរៀនទេសេរីរាង្គវិញ្ញាណហើយនិងអង្គសុស្វែមសម្រាប់គីមីវិញគឺអត់មានគ្រឹះ0ហើយទី12នេះរៀនក្រនខ្លះដោយសាររៀនគ្រូ2តែរត់ចោលគ្រូលោគ្រូវិញធ្វើលំហាត់បាយផ្សាយហ្មងធ្វើរហូតប៉ុន្តែខ្ញុំធ្វើបានតែមេរៀនដំបូងគេចាប់ដើមពីរលកទៅគឺខ្ញុំពោលរលកខ្ញុំរៀនអត់ចូលហ្មងខ្មែរវិញខ្មែរខ្ញុំអត់សូវរៀនគូម៉ាខ្ញុំរៀនខាងតែខ្ញុំទៅស្ដាប់គ្រូរៀនច្រើនដែរដោយសារអីទី11ហ្នឹងខ្ញុំវារៀន start ជំនាញសិនអង់គ្លេសធីបចោលទៅអង់គ្លេសទៅវាស្រួលបំផុតហើយខ្ញុំត្រៀមខ្លួនពីអាទិត្យមុនប្រឡងគុំតាគេពជាពេល10ថ្ងៃថែមទៀតហើយហ្នឹងបាទខ្ញុំបុករៀនហ្មងខ្ញុំដឹងខ្លួនថាអូអានេះព្រះឲ្យឱកាសយើងម្ដងទៀតណាដើម្បីយើងជាប់ឲ្យចុងអាពេលវេលាដែលគេថែមនោះខ្ញុំយកបុករៀនបណ្ដោយពីអាទិត្យមុនប្រឡងហ្នឹងខ្ញុំបានធ្វើវិញ្ញាសាបាក់ដប់និយាយទៅខ្ញុំបុកធ្វើវិញ្ញាសាបាក់ដប់ដោយសារអីតាំងពីដើមមកខ្ញុំរៀនវិញ្ញាសាមួយគ្រូខ្លះរៀនកិច្ចប៉ុន្តែដល់ពេលអាចិត្តប្រឡងនេះបាទខ្ញុំធ្វើបុកវិញ្ញាសាបាក់ដប់មកធ្វើលើកទី1បើគេវិញគេធ្វើចុះសារដើមពី3លើកតែខ្ញុំធ្វើជាលើកទី1អញ្ចឹងខ្ញុំបុកជាងគេគឺគីមីនិងរូបហ្នឹងមួយថ្ងៃគឺខ្ញុំធ្វើមួយវិញ្ញាសាមកពី2015ទៅដោយសារពី2014ចុងក្រោយហ្នឹងខ្ជិលដល់ពេលជីវៈហ្នឹងខ្ញុំធៀបចោលខ្ញុំធ្វើវិញ្ញាសាទេគឺខ្ញុំទៅបងទិញមេរៀនវិញជាមួយប្រវត្តិអញ្ចឹងខ្ញុំទិញបានតែ50សំណួរក្នុង103សំណួរដែរខ្ញុំណូតទុកអីចឹងទៅហើយនឹងខ្ញុំសុំសំណួរប្រៀបធៀបគេដើម្បីយកមកទិញហ្នឹងសំណួរប្រៀបធៀបកាលហ្នឹងមាន19ខ្ញុំទិញទាំងអស់ប្រវត្តិខ្ញុំទិញបានដូចជាប្រាំងខ្ញុំចេះច្បាស់មកដល់ពេលសង្គមរាជនិយមខ្ញុំចេះថាបន្ទាប់មកលេងមើលខ្មែរខ្ញុំអត់មើលខ្ញុំថាចាំមួយថ្ងៃមុន1ម៉ោងមុនប្រឡងមកខ្ញុំមើលអានប្រធានតែសេចក្តីអីតិចតួចទៅព្រោះអីខ្មែរខ្ញុំវាចេះច្រើនជាងគេដល់ពេលអង់គ្លេសហ្នឹងខ្ញុំបាន scholarship រៀនពីខាង ASE សម្រាប់ត្រៀមទី12អញ្ចឹងទៅខ្ញុំរៀនមួយគេទៅចិត្តវាច្រើនក្នុងអា scholarship ហ្នឹងហ្មងចំពោះពេលប្រឡងពេលចូលទៅដល់មណ្ឌលទៅគេឆែកខ្លួនយើងហើយគេគ្រាន់ស្ទាបអីឲ្យកាបូបយើងថាយើងមានអីអត់តែពេលខ្ញុំទៅហ្នឹងកាបូបខ្ញុំថ្លាឆ្វល់មកហើយខ្ញុំយកតែបិទទៅអត់មានក្រាស់ជូតមកមានអីទាំងអស់អញ្ចឹងទៅគេអត់មានឆែកអីច្រើនគេគ្រាន់តែស្ទាបអីហើយដៃអាវវិញខ្ញុំមូលខ្ញុំចូលទៅថ្ងៃដំបូងខ្ញុំមូលដៃអាវគេពលាតមើលពេលថ្ងៃឡើងខ្ញុំពលាតឲ្យគេមើលគេមូលដៃអាវខ្ញុំឡើងទៅលើវិញខ្ញុំឡើងពេលប្រឡងខ្ញុំចូលទៅដល់ខ្ញុំភ័យឡើងញ័រដៃចេះដោយសារខ្ញុំទៅរៀងយឺតទៀតខ្ញុំឡើងញ័រដៃចេះគេចូលថ្នាក់អស់លេងហើយមានណាខ្ញុំគួរនិយាយលេងជាមួយអន្តរៈដែរប្រាប់អន្តរៈថាអន្តរៈខ្ញុំភ័យហើយមុនប្រឡងហ្នឹងក៏ខ្ញុំប្រាប់ម៉ែខ្ញុំដែរខ្ញុំប្រាប់គាត់ថាខ្ញុំភ័យម៉ែខ្ញុំភ័យគាត់ប្រាប់ថាហើយភ័យអីប្រឡងហើយម៉ែខ្ញុំមិនដែរប្រឡងណាហើយប្រឡងឌីប្លូមក Were you silent or were you silenced ហើយអាពេលប្រឡងប្រវត្តិហ្នឹងចូលទៅដល់ខ្ញុំឡើងឆ្ងល់មកចុងនេះប្រឡងបាក់ដប់មែនស្រួលមែនប្រវត្តិស្អីប្រឡងខំមើលឯណានៃឡើងសំណួរចេះអាស៊ានស្អីណាដល់ពេញចេញសំណួរចេះអញ្ចឹងមានណាចូលទៅដល់មកជីវៈដូចស្បៃហ្មងឃើញសំណួរមក60បន្ទុកលំហាត់តែ15បន្ទុកខ្ញុំឡើងមិនចេញសំណួរច្រើនមកហើយសំណួរខ្ញុំអត់ចេះទាំងអស់តែសំណាងឲ្យខ្ញុំទិញប្រៀបធៀបទាំងអស់អញ្ចឹងចេញប្រៀបធៀបមួយហ្នឹងខ្ញុំចេះដល់ទៅឡើងអញជីវៈអញធ្លាក់ទៅមួយបាត់ហើយចូលមកដល់ពេលថ្ងៃគីមីហើយអង់គ្លេសខ្ញុំចូលទៅដល់ឃើញគេរំលឹកមេរៀនគ្នាស្អីគេ proto ស្អីគេ protimol q ស្អីណាណៃខ្ញុំឃើញគេរំលឹកគ្នាខ្ញុំថាចុះអាហ្នឹងស្អីគេភាសាចេញមកលេងពាក្យលេងស្អីហើយ style ស្អីឡើងញ៉ៃហ្មងឡើងមើលអត់យល់ហ្មងទៅចេះធ្វើសរសេរឲ្យអាត្មាពេញអាត្មាធ្វើឲ្យតែអស់ទៅឲ្យតែមានអីគេកែទៅខ្ញុំតែគីមីហ្នឹងអត់មានសង្ឃឹមអីសោះហ្មងបងអង់គ្លេសវិញអង់គ្លេសផុយហ្មងគ្រាន់តែថាអា reservation ចុងក្រោយគេ vocab ហ្នឹងគឺអីដែលខ្ញុំខុសខ្ញុំដឹងច្បាស់ហ្មងថាខ្ញុំខុសហ្នឹងដល់ថ្ងៃទី2ម៉ោងដំបូងប្រឡងខ្មែរខ្ញុំចេះ confident ហ្មងចេញប្រធានអក្សរសិល្ប៍មកខ្ញុំធ្វើបានហ្មងខ្ញុំធ្វើរហូតដល់ទំព័រទី4ហើយតអត់ប្រាស់
អាទំព័រទី5មិនតិចទៀតចូលដល់ប្រឡងរូបបើសិនជានោះខ្ញុំធៀបចោលហ្មងខ្ញុំចេះតែស្រួលទេអញ្ចឹងខ្ញុំធ្វើតែស្រួលដល់ពេលពិបាកខ្ញុំព្រាវទៀតខ្ញុំព្រាវទៅចេះតែធ្វើឲ្យតែគេកែចូលដល់ពេលថ្ងៃខ្ញុំនិយាយមកខ្លួនឯងថាខ្ញុំជាប់ធ្លាក់បណ្ដុំហ្នឹងជាមួយនឹងពេលថ្ងៃហ្នឹងហ្មងបើសិនជាគណិតស្រួលខ្ញុំចូលបើសិនជាគណិតពិបាកខ្ញុំធ្លាក់ហ្មងមានណាពិបាកមកណាប្រូបាបអីរៀងប្លែកតិចស្មានតែចេញប្រូបាបបែប sweet អីតាតែពិតគេឲ្យអិនមកយើងមកជួសោះនិយាយនេះប្រូមកខ្ញុំចេះអង់តេក្រាលស្មីកាឌីប្រងជើប្រូបាបcomplete ខ្ញុំចេះដែរស្រួល complete អញ្ចឹងខ្ញុំអត់ចេះ limit អនុគមហើយនឹង Tony មានដោយសារអនុគម Tony មាននៅដែររៀននេះ limit ហ្នឹងរៀនមិនក៏អត់ចេះដែរគោលការណ៍ដដែលគឺខ្ញុំប្រើតាំងពី diploma ហ្មងគឺថាអត់ចេះមិនក៏ដោយកូនគ្រប់ប្រមាណត្រូវមានអីឲ្យគេកែដើម្បីឲ្យគេឲ្យបន្ទុកថ្លៃទឹកមិនបើសិនជាប្រឡងខែយើងចេះតែសេស្អីគ្រូឈោតចោលអត់បានបន្ទុកអាហ្នឹងជាពេលប្រឡងខែតែពេលប្រឡងបាក់ឌុបពេលដែលយើងបានធ្វើគឺពេលនោះគឺជាពេលដែលយើងបានបន្ទុកហើយអញ្ចឹងសរុបមកវិញតែដែលខ្ញុំទទួលបានតាមមុខវិជ្ជាប្រវត្តិបាន B ជីវៈខ្ញុំភ័យហ្មងខ្ញុំខ្លាចធ្លាក់ហ្មងខ្ញុំស្មានតែធ្លាក់តែដោយសារសនុខ្ញុំពីច្រើនអត់ចេះតែខ្ញុំចេះតែមើលសនុឲ្យគត់មានណាបាន C ខ្ញុំឡងជីវៈបាន C ដែរដល់ពេលតមកគីមីវាចេញរៀងធ្ងន់តិចទៅវាបានចូលទៅដល់អង់គ្លេសមុខវិជ្ជានឹង C ផុយតែបាន B តបមកអាមុខវិជ្ជាថ្ងៃទី2ហ្នឹងខ្មែរខ្ញុំបាន B ណាគ្រូខ្ញុំបាន D គណិតខ្ញុំគិតថាធ្លាក់គណិតហ្នឹងខ្ញុំថាបើសិនជាខ្ញុំធ្លាក់បានបន្ទុកគណិតខ្ពស់មានណាបាន E និយាយទៅសរុបខ្ញុំគឺ D តាមពេលថ្ងៃចេញលទ្ធផលហ្នឹងខ្ញុំទៅវត្តហើយខ្ញុំអត់បាននៅស៊ីមៀបហ្នឹងឯងខ្ញុំចេញមកក្រៅដល់ពេលទៅអាពូម៉ាខ្ញុំហ្នឹងវាទៅមើលនៅមណ្ឌលខ្ញុំឆាតទៅវាចង់20ដងរះរហូតដល់ពេលស្ដាប់ធម៌លោកបដាដៃមួយចេះដៃមួយទៀតអស់ចេះបានវាសែនមកអូឈ្មោះអញជាប់ទៅនេះអញ្ចឹងជាចុងក្រោយគឺគោលការណ៍របស់ខ្ញុំគឺធ្វើអីដែលយើងអាចធ្វើទៅរួចអីដែលមិនអាចធ្វើទៅរួចក៏ត្រូវតែធ្វើហើយលទ្ធផលទុកឲ្យទេវតាជាអ្នកសម្រេចអានឹងគឺជាគោលការណ៍ដែលខ្ញុំប្រើក្នុងអំឡុងពេលបាក់ឌុបហ្នឹងហើយបើសិនជាអ្នកទាំងអស់គ្នាទៅប្រឡងកុំខ្លាចណាគេទី1អន្តរជាតិទី2អ្នកសង្កេតការអូខ្លាចគេកោតឈ្មោះចេះចោលអូឆោតបិចក្រហមឯណាអីកុំភ័យបើសិនជាយើងធ្វើតែកិច្ចការយើងហើយមិនមែនយើងគ្រាន់តែងាកក្បាលទៅឆ្វេងស្ដាំទៅគេមកកត់ឈ្មោះយើងឆោតបិចស្អីណាអត់កែយើងមិនមែនទេលុះត្រាតែយើងមើលចេះយើងមើលគេចេតនាចង់លួចមើលគេអាហ្នឹងបានគេរងរឿងចុះបើយើងងាកធម្មតាឆ្វេងស្ដាំយើងមើលទេសភាពមើលអីឧទាហរណ៍យើងឃើញអ្នកសង្កេតការស្អាតហើយយើងទៅមើលអ្នកសង្កេតការក៏គេមិនថាយើងដែរអញ្ចឹងអ្នកទាំងអស់គ្នាត្រូវខំខ្លួនឯងព្រោះពេលប្រឡងនេះយើងត្រូវពឹងខ្លួនឯងហើយយើងអាចទៅពឹងគេបានទេអញ្ចឹងបើអ្នកទាំងអស់គ្នាអត់មានគ្រឿងអីសោះហើយចង់មកជាប់អាចខមមិននៅខាងក្រោមសួរអីក៏បានដែរគឺខ្ញុំរីករាយនឹងធ្វើវីដេអូឆ្លើយហ្មង Bye bye see you guys